រឿងពាក្យសន្យាព្រាយក្រឡាភ្លើងសំឡេងខ្យល់បក់វូវូកាត់ចុងឫស្សីលាយឡំសំឡេងឆ្កែលូពីចម្ងាយតើអ្នកធ្លាប់សន្យាជាមួយនរណាម្នាក់ថានឹងត្រឡប់មកជួបគេវិញទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយដែរឬទេហើយចុះប្រសិនបើអ្នកខកខានការសន្យានោះតើអ្នកជឿទេថាអ្នកដែលរងចាំអាចនឹងនៅតែរងចាំអ្នកទោះបីជារាងកាយរបស់គេលែងជាមនុស្សទៅហើយក្តីរឿងនេះបានកើតឡើងនៅភូមិដាច់ស្រយាលមួយជាប់មាត់ទន្លេសាបកាលពីជាង30ឆ្នាំមុនវាសនាជាយុវជនម្នាក់ដែលបានចេញទៅរៀននៅទីក្រុងអស់រយៈពេល5ឆ្នាំដោយទុកឲ្យម៉ាលីសនារីដែលខ្លួនស្រឡាញ់ស្មើជីវិតរងចាំនៅឯស្រុកកំណើតថ្ងៃនេះវាសនាបានត្រឡប់មកវិញព្រមជាមួយរ៉ូបអាពាហ៍ពិពាហ៍ពណ៌សដោយដែលគេធ្លាប់បានសន្យាសំឡេងម៉ាស៊ីនទូកម៉ូតូពន្លត់សំឡេងចងខ្សែទូកនិងសសរឈើចង់ម៉ោងប្រហែលជា2យប់ផ្ទៃមេឃងងឹតស្លុបអបត្រជាក់ចាប់ផ្ដើមធ្លាក់គ្រាប់ដណ្ដប់ភូមិទាំងមូលផ្ទះឈើបុរាណសសរកពករបស់ម៉ាលីសឈរយ៉ាងស្ងាត់ជ្រងំនៅចុងភូមិគ្មានពន្លឺភ្លើងចេញពីផ្ទះអ្នកជិតខាងឡើយហាក់ដូចជាគ្រប់គ្នាបានបិទទ្វារសង្ងំដេកតាំងពីព្រលប់វាសនាដើរឡើងកំដាលឈើសំឡេងជើងដើរជាន់ក្តារក្រឹតក្រៀតនៅលើរានហាលម៉ាលីសកំពុងអង្គុយបាត់ជើងរងចាំគេក្បាលចង្គៀងប្រេងកាតនាងនៅតែស្រស់ស្អាតស្លៀកសំពត់បាក់សអង្គុយសម្លឹងមកគេដោយស្នាមញញឹមប៉ុន្តែស្បែករបស់នាងស្លេកស្លាំងខុសធម្មតាហើយរាងកាយនាងហាក់ដូចជាមានភាពត្រជាក់ស្រឹបពេលវាសនាស្ទុះទៅអោបនាងបងមកវិញហើយម៉ាលីសបងមករៀបការជាមួយអូនវាសនាខ្សឹបម៉ាលីសមិនឆ្លើយតបជាសំឡេងនាងគ្រាន់តែញញឹមហើយយកដៃដ៏ត្រជាក់របស់នាងអង្អែលថ្ពាល់វាសនាយប់កាន់តែជ្រៅវាសនានិងម៉ាលីសចូលសម្រាកក្នុងមុងតែមួយវាសនាសប្បាយចិត្តប៉ុន្តែមានរឿងចម្លែកជាច្រើនដែលធ្វើឲ្យគេចាប់ផ្ដើមព្រឺសម្បុរសំឡេងដំណក់ទឹកតក់ធ្លាក់ពីលើដំបូលទោះបីជាខាងក្រៃគ្មានភ្លៀងសោះប៉ុន្តែវាសនាឮសំឡេងទឹកស្រក់ចុះមកលើក្តារងងឹតក្លិនផ្កាម្លិះដែលម៉ាលីសឆ្លប់ចូលចិត្តបានភាយចេញមកក្រៅតែលើកនេះវាលាយឡំជាមួយក្លិនឆ្អាបដូចត្រីងាប់និងក្លិនស្លឹកឈើស្អោយរលួយក្នុងទឹករំពេកនោះសំឡេងទ្វារបន្ទប់របឺក្រាកយឺតខ្យល់ត្រជាក់បក់ចូលមកធ្វើឲ្យភ្លើងចង្គៀងរេឆ្វេងស្ដាំសឹងតែរលត់វាសនាបើកភ្នែកឡើងគេក្រឡេកមើលទៅចុងជើងកាត់ពន្លឺព្រះច័ន្ទដែលចាំងចូលតាមប្រហោងជញ្ជាំងវាសនាឃើញសមោនរណាម្នាក់ឈរនៅមាត់ទ្វារជាសមោមនុស្សស្រីសក់វែងប្រឡែងទម្លាក់ដល់ដីរាងកាយតូទុនចុះឡើងហាក់ដូចជាកំពុងអណ្ដាតក្នុងទឹកវាសនាភ័យញាត់ខ្លួនគេងាកទៅអបម៉ាលីសដែលដេកលក់ក្បែរគេកាយនាងត្រជាក់ដោយទឹកកកម៉ាលីសផ្ទះអូនឯងមានខ្មោចព្រាយមកលងបន្លាចវាសនាគិតក្នុងចិត្តគេសន្និដ្ឋានថាប្រកាសជាមានព្រាយបិសាចតាមព្យាបាទប្រពន្ធរបស់ខ្លួនយប់ទី3នៃការស្នាក់នៅគ្រប់យ៉ាងជៀនដល់ចំណុចកំពូលនៃការភ័យរន្ធត់ម៉ោង3រំលងអធ្រាត្រសំឡេងទីទុយយំលាយសំឡេងឆ្កែលូត្រហឹងអើងគងពីវត្តចុងភូមិវាសនាភ្ញាក់ឡើងកណ្ដាលយប់ដោយសារអារម្មណ៍ថប់ដង្ហើមដូចមានទម្ងន់រាប់សិបគីឡូក្រាមសង្កត់លើដើមទ្រូងសំឡេងដង្ហើមធ្ងន់និងចង្វាក់បេះដូងលោតញាប់គេបើកភ្នែកឡើងម៉ាលីសមិននៅក្បែរគេសម្លឹងមើលទៅក្រៅមុងនៅកាច់ជ្រុងបន្ទប់ដ៏ងងឹតស្លុបមានរូបរាងមនុស្សស្រីម្នាក់ឈរនៅងាត់ខ្នងនាងស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌សដែលវាសនាបានទិញឲ្យនោះប៉ុន្តែរ៉ូបនោះប្រឡាក់ពេញទៅដោយភពនិងស្លែបបឹងពណ៌បៃតងទឹកកំពុងស្រក់តក់ចេញពីសក់ដ៏វែងអន្លាយសាមជោគក្តារឈើម៉ាលីសវាសនាហៅដោយសំឡេងញ័ររូបរាងនោះងាកមកយឺតសំឡេងបំបាក់ឆ្អឹងកស្នូគ្រប់មិនមែនជាមុខដ៏ស្រស់ស្អាតរបស់ម៉ាលីសទេវាជាផ្ទៃមុខស្លេកខៀវហើមប៉ោងភ្នែកសកលឹបជុលក្នុងនិងមានទំពាំងបៃជូទឹកសារាយទឹកជាប់ពេញមាត់ខ្មោចព្រាយនោះស្ទុះមកមុខមុងយ៉ាងលឿនសំឡេងស្រែកហួចកាត់ត្រចៀកនិងលើកដៃដែលរលួយខៀវសម្ដៅមកវាសនាដោយក្តីភ័យរន្ធត់និងកំហឹងដែលគិតថាខ្មោចព្រាយនេះមកពង្វក់យយីជីវិតម៉ាលីសវាសនាបានស្ទុះទាញយកខ្សែសីមាខ្សែសូត្រយ័ន្តរបស់ព្រះសង្ឃដែលម៉ាក់ធ្លាប់ចងឲ្យចេញពីក
ខ្មោចនោះស្ទុះមកវាសនាក៏យកខ្សែសីមានោះវាយផ្លាត់ទៅលើកាយរបស់ខ្មោចនោះសំលេងឆេះសាច់ស៊ឺលាយឡំសម្រែកឈូសចាប់យ៉ាងខ្លាំងអាយសំលេងនោះស្រាប់តែប្រែជាសំលេងរបស់ម៉ាលីសរាងកាយដ៏គួរឲ្យខ្លាចស្ដើកនោះបានខ្ទាក់ទើទង្គាក់ជាមួយជញ្ជាំងហើយធ្លាក់ចុះមកកម្រាលក្តារពេលពន្លឺព្រះច័ន្ទរះពេញវងចាំងចូលមកចំរាងកាយនោះមុខដ៏រលួយហាមប៉ោងនោះបានប្រែជាមុខរបស់ម៉ាលីសវិញនាងកំពុងដេកយំយកដៃអោបមុខរបួសដែលឆេះដោយសារខ្សែសីមាវាសនាក្អែងបេះដូងដំលាក់ខ្សែសីមាចោលសំលេងខ្សែធ្លាក់លើកម្រាលក្តារគេរត់ទៅរកនាងម៉ាលីសហេតុអ្វីអូនខ្លាយទៅជាបែបនេះម៉ាលីសងើបមុខឡើងទឹកភ្នែកដែលស្រក់មកคล้ายជាដំណក់ឈាមនាងខ្សិបដោយសំឡេងខ្សោះបងប្រាប់ថាបងនឹងមកយកអូននៅរដូវភ្ជុំអូនទៅចាំបងនៅកំពង់ទូកចាំតាំងពីមេឃភ្លៀងផ្គររន្ទះអូនរលានជើងធ្លាក់ចូលទឹកហូរខ្លាំងអូនដង្ហោយហៅបងតែបងមិននៅទីនោះទេវាសនាស្រឡាំងកាំងទឹកភ្នែកហូរចេញមកជោកថ្ពាល់អ្នកដែលគេដេកអោបរាល់យប់នេះមិនមែនជាមនុស្សទេម៉ាលីសខំប្រឹងក្រោកឈរយឺតរាងកាយរបស់នាងចាប់ផ្ដើមរលាយបន្តិចคล้ายជាអបពន្លឺអ្នកភូមិគេរត់ចោលផ្ទះនេះអស់ហើយព្រោះគេខ្លាចអូនតែអូនមិនព្រមទៅណាទេព្រោះអូនដឹងថាបងនឹងមករកអូនគ្រាន់តែចង់ពាក់រ៉ូបអាពាហ៍ពិពាហ៍ពណ៌សឲ្យបងឃើញម្ដងប៉ុណ្ណោះពេលនេះអូនអស់ចិត្តហើយសំឡេងកណ្ដឹងវត្តលាន់ស្រាលពីចម្ងាយបញ្ជាក់ពីម៉ោង4ទៀបភ្លឺទេម៉ាលីសកុំទៅចោលបងខុសហើយវាសនាស្ទុះទៅអោបនាងប៉ុន្តែដៃរបស់គេទាញបានត្រឹមតែខ្យល់អាកាសទូទេម៉ាលីសបានរលាយបាត់ទៅហើយបន្សល់ទុកតែរ៉ូបអាពាហ៍ពិពាហ៍ពណ៌សដែលសើមជោកដោយទឹកភពនិងក្លិនផ្កាម្លិះដ៏សោកសៅធ្លាក់នៅលើកម្រាលក្តារពេលខ្លះការភ័យខ្លាចបំផុតមិនមែនជាការជួបខ្មោចនោះទេប៉ុន្តែវាជាការដឹងថាយើងជាអ្នកធ្វើឲ្យមនុស្សដែលស្រឡាញ់យើងបំផុតខ្លាយជាខ្មោចដែលមិនអាចទៅចាប់ជាតិបានដោយសារតែពាក្យសន្យាខ្យល់របស់យើងចូលប្រយ័ត្ននឹងពាក្យសន្យាព្រោះអ្នកខ្លះអាចនឹងប្រើពេលទាំងជីវិតឬសូម្បីតែក្រោយពេលស្លាប់ទៅហើយក៏ដោយដើម្បីតែរងចាំញាក់សំឡេងខ្យល់ដកដង្ហើមធំនៅក្បែរត្រចៀកបងសន្យាហើយណាថាបងនឹងនៅជាមួយអូនរហូត